អ្នកដែលគាត់ចង់បានស្បែកស្អាតដូចនារីចឹងណាគឺគេអត់ដែលរំលងឯជាមួយនឹងការ scrub ស្បែក scrub ដែលគេនិយមប្រើជាងគេហ្នឹងគឺដូរ scrub ដាក់ scrub មួយអាទិត្យ2ទៅ3ដងស្បែកស្អាតដល់ដឹងហើយបើនិយាយពីសាច់ scrub វិញគឺដូចការ៉េមចឹងហើយចំពោះដូរ scrub គឺមាន3ប្រភេទទៅតាមប្រភេទស្បែករបស់យើងដូចគ្នាដែរហើយនេះគឺជាទទឹម scrub ដែលខ្ញុំពងកាន់នៅក្នុងដៃហ្នឹងគឺសាច់វិញគឺដូចការ៉េមខ្លាំងអានេះគឺល្អណាស់សម្រាប់អ្នកគេដែលគាត់មានស្បែកស្អាតស្បែកអក្សរស្មើគ្នាគឺត្រូវខ្លាំងដោយសារវាមានសារធាតុវីតាមីន E ហើយមួយប្រភេទនេះគេហៅថា Sakura scrub អូយក្លិនវាគឺឈ្ងុយខ្លាំងមែនបើសាច់វិញគឺដូចយ៉ាអ៊ូអញ្ចឹងទន់ខ្លាំងមែនចំពោះ scrub នេះក៏វាជំរុញកោសិការបស់យើងបានស្រាលល្អខ្លាំងមែនតើសម្រាប់អ្នកគេដែលគាត់មានស្បែកងាយរងប្រតិកម្មហើយវាជួយឲ្យស្បែករបស់យើងសភ្លឺរលោងដោយសារវាមានសារធាតុ niacinamide នៅក្នុងហ្នឹងហើយចុងក្រោយនេះក៏ជា my favorite របស់ខ្ញុំដែរគេហៅថា sugar coconut ក៏ស័ក្តិសមខ្លាំងមែនតើសម្រាប់ស្បែកនៅស្រុកខ្មែរយើងទៅខ្ញុំ recommend ខ្លាំងណាស់គេដែលគាត់មានបញ្ហាស្បែកក្រិនណាកែងដៃកែងជើងអីហ្នឹងនិយាយទៅកម្រិតនៃការជំរុញកោសិកាចាស់ៗហ្នឹងគឺល្អខ្លាំងដោយសារវាមានសារធាតុមួយហ្នឹងគេហៅថា fruit acid ឬក៏យើងហៅថាពពុះ acid ដែលចេញពីផ្លែឈើហើយវាជួយឲ្យស្បែករបស់យើងហ្នឹងភ្លឺរលោងហើយបំបត្តិគ្រើមភ្លាមៗមកហើយសូមបញ្ជាក់បន្តិចណាដូរ scrub គឺជាផលិតផលរបស់ប្រទេសចិនស្តង់ដារប្រទេសជប៉ុនអាចមើលទៅលើ barcode បានលើហ្នឹងក៏មានអក្សរប្រទេសផ្សេងដែរដោយសារតែ packaging គឺគេធ្វើឡើងសម្រាប់ទីផ្សាររួមនៅអាស៊ីឯងប៉ុន្តែរោងចក្រនិងគុណភាពស្តង់ដារក្រុមហ៊ុននាំចូលអត់តាក់ទងគ្នាណា